Nakal Mearot គឺជាទីតាំងបុរីប្រវត្តិសាស្ត្រដ៏សំខាន់មួយដែលត្រូវបានចុះបញ្ជីក្នុងបេតិកភណ្ឌពិភពលោកដោយអង្គការ UNESCO នៅក្នុងឆ្នាំ2012សម្រាប់ការវិវត្តរបស់មនុស្សជាតិទីតាំងនេះមានការស្រាវជ្រាវបុរាណវិទ្យារយៈពេលខ្ទង់90ឆ្នាំនៅក្នុងរូងភ្នំទាំង4នៃទីតាំងការស្រាវជ្រាវបានបង្ហាញថាទីតាំងនេះមានវប្បធម៌បន្តបន្ទាប់គ្នាយ៉ាងហោចណាស់500,000 ឆ្នាំនៃការវិវត្តនៃវប្បធម៌និងជីវសាស្ត្ររបស់មនុស្សក្នុងពេលដែលបរិស្ថានពិភពលោកមានការផ្លាស់ប្ដូរទីតាំងបុរេប្រវត្តិសាស្ត្រនេះដែរបង្ហាញភស្តុតាងពីការតាំងនៅរបស់មនុស្សបុរាណ Neanderthals និងមនុស្សសម័យបន្តមកទៀតដែលបានតាំងទីលំនៅនៅតំបន់នេះដូចគ្នាពពួកមនុស្សបុរាណទាំងនោះបានតាំងទីលំនៅនៅទីនេះខ្ទង់50,000 ឆ្នាំទៅ250,000 ឆ្នាំមុនមកម្លេះទីតាំងបុរេប្រវត្តិសាស្ត្រនេះដែរបង្ហាញភស្តុតាងអំពីប្រពៃណីបញ្ចុះសពនិងស្ថាបត្យកម្មថ្មដំបូងដែលគេយកចេញពីរូងភ្នំនិងការផ្លាស់ប្ដូរពីរបៀបរស់នៅបែបអ្នកប្រមាញ់ប្រមូលផលទៅជាកសិកម្មនិងការចិញ្ចឹមសត្វវប្បធម៌ Natufian តំណាងឲ្យដំណាក់កាលដ៏សំខាន់មួយក្នុងការវិវត្តរបស់អរិយធម៌មនុស្សនៅខ្ទង់12,300 ឆ្នាំមុនទៅ15,000 ឆ្នាំមុនក្នុងរយៈពេលកំឡុងនោះមានការផ្លាស់ប្ដូរសំខាន់កើតឡើងចំពោះរចនាសម្ព័ន្ធសង្គមនិងការរស់នៅរបស់ប្រជាជនបុរេប្រវត្តិសាស្ត្រនេះគឺជាច្បាប់ចម្លងនៃគ្រោងឆ្អឹងមួយនៅក្នុងចំណោមគ្រោងឆ្អឹងប្រហែល80ដែលត្រូវបានរកឃើញទីបញ្ចុះសព Mousterian ត្រូវបានរកឃើញនៅរានហាលខាងមុខរូងភ្នំនេះវាមានគ្រោងឆ្អឹងរបស់មនុស្ស10នាក់បុរសនិងស្ត្រីនិងកុមារគ្រោងឆ្អឹងទាំងនេះគឺជាប្រភេទដើមដំបូងនៃ Homo sapiens និងតំណាងឲ្យចំនួនប្រជាជនដែលរស់នៅក្នុងតំបន់នេះប្រហែល90,000 ឆ្នាំមុន